ជំរាបសួរអ្នកមីងលោកពូលោកតាលោកយាយជាដូនជាតាទាំងអស់គ្នាថ្ងៃនេះមកជួបខ្ញុំម្ដងទៀតហើយបាត់អង្គខ្ញុំយូរមិនបាច់ឆ្ងល់ថាខ្ញុំធ្វើអីទេគឺថាប្រហែលថ្ងៃដែលខ្ញុំបាត់មុខប្រហែលខែដែលខ្ញុំបាត់មុខហ្នឹងក៏ខ្ញុំលវពួនសង្ងំមើលរឿងឆ្លងភពខ្លាចជាតួអាក្រក់ហើយរឿងហ្នឹងក៏ចិត្តតន់ចេញភាគថ្មីដែរខ្ញុំចាំនឹងចាស់ស្គាល់អីឥឡូវហ្នឹងខ្ញុំក៏មកតភាគឲ្យអ្នកនរគ្នាមកទៅកុំឲ្យបាក់បន្ទាប់មកកូនស្រីរបស់យើងហ្នឹងក៏បាននិយាយថាជីងហុងជេងគឺជាអ្នកដែលបានដាំផ្ការាប់ពាន់នៅក្រោយសំណាក់អីចឹងណាហើយគាត់ក៏បាននិយាយថាពេល10ឆ្នាំហ្នឹងដូចជាអត់មានអាស្អីគេហ្នឹងសោះតែ10ឆ្នាំហ្នឹងដូចជាផ្លាស់ប្ដូរអញ្ចឹងណាហើយបន្ទាប់មកអ្នកប្រុសសក់លឿងហ្នឹងក៏គាត់និយាយថាគាត់ខ្វះគេទោះបីជាគាត់ដាំផ្ការាប់ពាន់ក៏ដោយក៏តែគាត់មិនអាចធ្វើឲ្យលោកម្ចាស់គាត់ដែលថាជាឈូយៀតលីហ្នឹងមានចិត្តស្ងប់បានទេបន្ទាប់មកកូនស្រីយើងក៏គិតវែងឆ្ងាយគាត់ថាឈូយៀតលីណាគិតដល់រឿងស្នេហាគាត់កាលពី10ឆ្នាំមុនអីណាមែនទេគេគិតរឿងគាត់ឯងហ្នឹងអើយមីនេះពិតជាភ្លើខ្លាំងមែនតើតើតាម៉ែចូលទៅដល់និយាយមែនកូនបន្ទាប់មកក៏សួរទៅកាន់អ្នកប្រុសនឹងថារាប់ឆ្នាំនេះហើយក៏និយាយឲ្យលម្អិតមកបន្ទាប់មកអ្នកប្រុសសក់លឿងក៏គាត់និយាយថារឿងនេះនៅតែមិនទាន់អាចនិយាយច្បាស់បានទេហើយបន្ទាប់មកក៏គាត់និយាយថាប៉ុន្តែគាត់និយាយប៉ុណ្ណឹងក៏គាត់និយាយថាគាត់ថាគាត់ស្ទើរតែធ្វើឲ្យកូនស្រីយើងចូលក្នុងរឿងហ្នឹងហើយតែតាមគាត់ទៅក្នុងចិត្តចង់ឲ្យចូលសោះហ្នឹងអើយព្រៃផ្សាយណាំតមកក៏គាត់និយាយថារឿងហ្នឹងគួរតែគាត់តែសួរទៅកាន់កូនស្រីយើងថាមិនបានកូនស្រីយើងហ្នឹងនៅរស់ទេបន្ទាប់ពីទៅជួបកូនប្រុសយើងហើយអើយម្នាក់ប្រុសនេះគិតថាកូនប្រុសខ្ញុំហ្នឹងគឺជាយមរាជមែនគ្រាន់តែជួបហើយមិនមានជីវិតមកវិញអីចឹងណាហើយវាតបមកក៏ឃើញរូបរាងមុខមាត់ដ៏ស្រស់សង្ហាបងសង្ហាខ្លាំងតែនអូនរ៉េតឲ្យបង10 លើ 10បន្ទាប់មកមួយជីងអីហ្នឹងក៏គាត់និយាយថាអានឹងពិបាកមែនទៅជួបឈោយលីហើយបន្ទាប់មកមានជីវិតមកវិញបន្ទាប់មកនេះម្នាក់ប្រុសហ្នឹងក៏គាត់និយាយថាកូនស្រីយើងហ្នឹងគឺជាមនុស្សទី1ហើយក្នុងរយៈពេលច្រើនឆ្នាំហ្នឹងដែលបានរួចផុតជីវិតបន្ទាប់ពីប្រាប់តួឯកប្រុសថាខ្លួនឯងគឺជាគ្រូរបស់តួឯកប្រុសអញ្ចឹងណាតែគាត់បាននិយាយដល់ទេគាត់គ្រាន់តែនិយាយហើយគាត់កាត់ចោលបែបហ្នឹងក៏បាននិយាយតទៅថាមនុស្សធម្មតាឲ្យតែនិយាយថាខ្លួនឯងហ្នឹងគឺជាគ្រូរបស់យេលីសម្លាប់ភ្លាមតែម្ដងហើយបន្ទាប់មកកូនស្រីរបស់មីតហ្នឹងក៏បាននិយាយថានិយាយពីគ្រូរបស់គេមកបន្ទាប់មកក៏ម្នាក់ប្រុសហ្នឹងនិយាយថាធម្មតាគឺថាឲ្យតែណាគេរំលឹកដល់គ្រូរបស់គាត់ដឹងតែគាត់សម្លាប់ចោលទាំងអស់ហ្នឹងហើយបែបហ្នឹងក៏គាត់ថាអញ្ចឹងកូនស្រីយើងហ្នឹងមានសមត្ថភាពខ្លាំងមែនតើហើយចង់បោកលោកម្ចាស់ខ្លួនឯងអីចឹងណាតែកូនស្រីយើងហ្នឹងក៏និយាយថាបើអស់ភារកិច្ចហើយក៏ទៅមុនហើយបន្ទាប់មកម្នាក់ប្រុសហ្នឹងក៏ប្រាប់កូនស្រីយើងឲ្យឈប់សិនបន្ទាប់មកកូនស្រីយើងថាមានអ្វីទេបន្ទាប់មកម្នាក់ប្រុសហ្នឹងក៏និយាយថាប្រាប់មួយទៅចាស់ថាបើសិនជាមិនចង់ស្លាប់គឺថាកុំនិយាយឈ្មោះរបស់មូចេងyes like that I don't know why he don't like this name but he love this name yes wow oh my god English មកចូលមកក្នុងរឿងវិញគឺថាកូនស្រីយើងក៏និយាយថាតើគេស្អប់ខ្ញុំខ្លាំងមែនតែនសំបីតែឈ្មោះក៏ដាក់ក្នុងបម្រាមហាមឃាត់ដែរអញ្ចឹងណាតែគាត់ទៅគេចង់បំភ្លេចអូនទេគេចង់បំភ្លេចអូនគេមិនចង់ឲ្យណាគេហៅឈ្មោះអូនក្រៅពីបងអីចឹងណាមាននេះគិតវែងឆ្ងាយកូនហើយបន្ទាប់មកម្នាក់ប្រុសហ្នឹងក៏និយាយថាហើយកុំគិតថាចង់បន្លំខ្លួនជាម្នាក់ហ្នឹងអីទេសាយបើសិនជាពេលហ្នឹងលោកកូនស្រីយើងទោះបីជាយ៉ាងណាក៏មិនអាចដកខ្លួនចេញពីពេលហ្នឹងដែរអញ្ចឹងហើយក៏ទោះបីជាលោកម្ចាស់ខ្លួនឯងហ្នឹងធ្វើបោកកូនស្រីយើងប៉ុណ្ណាក៏គេនៅតែផ្ដល់ផ្លូវរស់មួយឲ្យកូនស្រីយើងអីចឹងណានិយាយមកដូចកូនស្រីយើងហ្នឹងសុំផ្លូវរស់អីចឹងតមកកូនស្រីយើងទៅនិយាយថាអញដឹងហើយតមកក៏និយាយតទៅថាបើសិនបើឈូយេលីមានការចាប់អារម្មណ៍ជាមួយនឹងខ្លួនឯងខ្លាប្រហែលជាពេលនេះបញ្ញាប្រវិធីដើម្បីគេស្គាល់គាត់ឲ្យបានឆាប់តាមដែលអាចធ្វើបានហើយបន្ទាប់មកកូនស្រីរបស់យើងនឹងក៏បានសម្លឹងទៅកាន់ភ្នំមួយហើយក៏និយាយឈ្មោះឈូយេលីហើយបន្ទាប់មកក៏ហក់ទៅហានសិងនឹងឈ្មោះផ្កាអ្នកនរគ្នា
អាចដាស់ការចងចាំអំពីគេពីខ្ញុំបានតែអញ្ចឹងហើយក៏គាត់បានទៅភ្នំនឹងមានដាំផ្កាហានសិញដល់គ្នាច្បាស់ជាឆ្ងល់ថាផ្កាហានសិញនឹងផ្កាស្អីគេដល់គ្នាច្បាស់ជាស្គាល់ភាគទី1មិនតួឯងប្រុសសុំគ្រូរបស់ខ្លួនឯងដើម្បីទៅមកផ្កាហានសិញជាមួយគ្នាត្រូវអត់ព្រមមកកូនស្រីយើងក៏បានលះបង់ជួយបន្ទាប់មកក៏បានទៅមកផ្កាហានសិញជាមួយគ្នាក៏ជាប់ថានេះជាមួយគ្នាសន្យាជាមួយគ្នាចឹងណាចំណែកឲ្យបែកសក់ក្បាលពកអាចនេះក៏បាននិយាយថាកុំតន់ទៅអាកន្លែងហ្នឹងកន្លែងហាមឃាត់ចឹងគាត់និយាយមិនទាន់ចប់ផងគេហោះទៅបាត់ហើយចឹងហើយក៏មានបរមអ្នកដែលបានដើរមកអញ្ចឹងណាសិងជាចឹងតែឆោស្រ័យម្នាក់ឯងដូចឈួតហើយឬតមកក៏យើងឃើញប្រុសហ្នឹងគឺថាជាតួឆ្លៀននេះនៅក្នុងរឿងហ្នឹងតែម្ដងគាត់ថាគូប្រជែងរបស់កូនស្រីរបស់មិនតែម្នាក់ប្រុសហ្នឹងគាត់ថាកូនប្រុសអត់បានស្រឡាញ់ទេគាត់ថាគេស្រឡាញ់តែកូនស្រីម្នាក់ទេហើយតមកម្នាក់ប្រុសនេះក៏គាត់ក្នុងចិត្តថាជូជីងម្នាក់ប្រុសហ្នឹងឈ្មោះឈូឆិនឈឹងឈិងyes ឈិងនឹងឯង yes like that ទៅមកក៏ម្នាក់ប្រុសហ្នឹងក៏និយាយថាគ្មានអ្វីទេគាត់តែនិយាយជាមួយនឹងមនុស្សម្នាក់ដែរថាអាចឃើញវាសនារបស់លោកម្ចាស់ខ្លួនឯងអញ្ចឹងហើយម្នាក់ប្រុសហ្នឹងក៏និយាយថាឯងនិយាយពីអីទៅមកអ្នកណាអាចមើលឃើញវាសនារបស់លោកម្ចាស់អញ្ចឹងណាគេបាត់ផុកគឺគោរពទៅដល់លោកម្ចាស់គេហើយបន្ទាប់មកក៏និយាយថាតែនិយាយប្រទេសផ្ដាស់ស្អីហ្នឹងតបមកក៏បាត់អាយកដើមមកបញ្ចុងអីចឹងណាអូចេញមកអើយអំណាចខ្លាំងមែនតើតបមកអ្នកប្រុសហ្នឹងនិយាយតទៅថាតែដឹងពីចរិតរបស់លោកម្ចាស់ពេលដែលមានមនុស្សហ៊ានធ្វើឲ្យគាត់ខឹងទេប៉ុន្តែមនុស្សម្នាក់នោះហ៊ានហើយនៅតែមានជីវិតឯងរួចពីដៃរបស់លោកម្ចាស់គេពិតជាពិសេសណាស់តបមកក៏ម្នាក់ប្រុសនេះក៏បាននិយាយថាតើនេះនឹងអាចទៅរួចបានលោកម្ចាស់មិនដែលទៅភ្លុនទេបន្ទាប់មកក៏គិតក្នុងចិត្តថាតើអ្នកនោះជាអ្នកណាហើយមិនក៏លោកម្ចាស់អាចធ្វើឲ្យលោកម្ចាស់រកគោះរង្គើបេះដូងបានអញ្ចឹងណាបន្ទាប់មកម្នាក់ប្រុសនេះក៏ហៅឈ្មោះរបស់ម្នាក់ប្រុសហ្នឹងនិយាយថាឈូច្រើនខ្ញុំដឹងតែឯងកំពុងតែគិតអ្វីប៉ុន្តែខ្ញុំណែនាំឯងបោះបង់គំនិតតូចតាចរបស់ឯងទៅគាត់នឹងចង់រុញរាងកាយរបស់ម្នាក់ប្រុសនឹងចូលក្នុងទ្វារនរកអីចឹងណាកុំចង់បើកទ្វារនរកអីបន្ទាប់មកម្នាក់ប្រុសនឹងក៏និយាយថាគេម្នាក់នោះជាអ្នកណាអានឹងអាណាគេមិនគេយកបេះដូងលោកម្ចាស់ខ្លួនឯងមកអូអានេះភ្លើមែនគេថាគេស្គាល់គ្នាឡើងរាប់ឆ្នាំហើយខ្លួនឯងទៅស្គាល់សោះហ្នឹងអើយធ្វើដូចខ្លួនឯងនឹងតួឯងស្រីអញ្ចឹងអើយតមកអ្នកប្រុសសក់លឿងហ្នឹងក៏បានដែរទៅហើយព្រមទាំងនិយាយថាមិនស្ដាប់ការដាក់ទឿនរបស់ខ្ញុំក៏ហើយទៅប៉ុន្តែក៏ប្រាប់អ្នកប្រុសហ្នឹងក៏កុំឲ្យប៉ះកូនស្រីយើងអញ្ចឹងណាព្រោះអីបើហ៊ានតែប៉ះកូនស្រីយើងថាធ្វើនរកបាក់ចាំនៅក្នុងតមកអ្នកប្រុសហ្នឹងក៏បាននិយាយថាមិនថាមនុស្សនោះជាអ្នកណាទេបើសិនមកគេហ៊ានតែប៉ះពាល់ដល់អារម្មណ៍លោកម្ចាស់ខ្ញុំនឹងសម្លាប់គេជាអើយកាត់ញយពោះប្រុសខ្លំតែម៉ាក់មីងចង់និយាយថាម៉ាក់មីងណែនាំណាកូននេះម្នាក់ប្រុសសក់លឿងហ្នឹងឆ្លាញ់លេងទៅសំគ្នាដែរតាភាពសោកសៅនិងភាពរីករាយគឺជាការលំបាកស្វែងរកដូចជាទឹកជ្រោះធ្លាក់ជំរឿចិត្តរបស់មនុស្សពិបាកស្មានជាងជំរឿសមុទ្រទៅទៀតយើងឃើញកូនស្រីយើងគឺកំពុងតែនៅកន្លែងផ្កាហានសិញដល់គ្នាគេថាលោតហក់លោកហក់បែបអ្នកចាញ់យុទ្ធទៅសិលអញ្ចឹងនៅគ្នាក្នុងនាមខ្ញុំគឺជាអ្នកដំចៃយុទ្ធសាស្ត្រខ្ញុំឃើញហើយគេថាស្អាតក៏តែហើយតបអ្នកប្រុសនេះក៏បាននិយាយថា10ឆ្នាំកន្លងផុតទៅហើយអ្វីៗគ្រប់យ៉ាងមកប្រុសទៅផ្កាដល់តិចនៅតែរីកហើយនៅមើលដូចជាអតីតកាលហើយតមកកូនស្រីយើងក៏និយាយតទៀតថាយាលីចូលចិត្តផ្កាហានសិញណាឥឡូវនេះផ្កាហានសិញកំពុងតរីកពិសិនបើខ្ញុំបេះវាប្រហែលជាតើឲ្យគេប្រហែលជាគេដឹងថាគេនឹងសប្បាយចិត្តអីចឹងប្រងនិយាយពាក្យសប្បាយចិត្តហ្នឹងក៏ប្រូយាលីមិនដល់ហើយបន្ទាប់មកថានិយាយថាតើឯងមកទីនេះបានយ៉ាងម៉េចអានេះភ្លើមិនគេដើរមកហ្នឹងឯងអាចច្រឡំគេហោះមកបន្ទាប់មកកូនស្រីយើងក៏បាននិយាយថាអេគេនិយាយស្អីគេហ្នឹងគេនិយាយថាហាចឹងគេបែបភ្ញាក់ផ្អើលបន្ទាប់មកក៏និយាយតទៀតក្នុងចិត្តថាឈូយាលីហើយបន្ទាប់មកអ្នកប្រុសហ្នឹងក៏បាននិយាយថាឯងមិនដឹងទេមែនថាកន្លែងហ្នឹងកន្លែងហាមឃាត់ត្រូវបានកំណត់ដោយខ្លួនឯងចឹងណាសំបីតែកន្លែងមើលផ្កាក៏ហាមឃាត់ដែរបន្ទាប់មកក៏និយាយទៅថាមិនក៏កូនស្រីយើងនេះហ៊ានចូលមកកន្លែងហ្នឹងបន្ទាប់មកកូនស្រីយើងក៏និយាយបែបថាតំបន់ហាមឃាត់
បែបឆ្ងល់เลยចាមិញអាសក់ប្រូសក់ពណ៌អាចប្រាប់ឯណាធ្វើដូចភ្ញាក់ផ្អើលទៅមកក៏និយាយតទៅថាតើយំម៉េងខ្លាចជាកន្លែងហាមឃាត់ពីពេលណាចាណាទៅមកកូនប្រុសរបស់ខ្ញុំហ្នឹងក៏ប្រើវីតាមីនរុនផ្ទះបាញ់7ពណ៌អានេះមានដាក់ឈ្មោះឲ្យណាអានេះពណ៌ស្វាយតែមួយពណ៌ទេមានដាក់ឲ្យរុនតាក់បាញ់7ពណ៌ហ្មងទៅហើយតោះកូនស្រីយើងក៏និយាយថាអ្វីហ្នឹងជួយយលីអញបន្ទាប់មកកូនស្រីយើងហ្នឹងក៏ជាប់នៅក្នុងចំណងរុនតាក់បាញ់7ពណ៌តំណងទៅបន្ទាប់មកកូនស្រីយើងហ្នឹងក៏បាននិយាយតទៅថាតែអញចង់ធ្វើស្អីហ្នឹងអូយអីចឹងណាតែកូនស្រីអត់មាននិយាយចឹងហើយចង់ធ្វើអីហ្នឹងបន្ទាប់មកកូនប្រុសក៏បាននិយាយថាមានតែយើងហើយនៅលោកគ្រូយើងប៉ុណ្ណោះដែលបានអញ្ញាមកកន្លែងនេះហើយទៅមកក៏និយាយតទៅថាតែយើងគួរទៅសម្លាប់ឯងតែក៏លើកដៃទៅច្បាច់ករបស់លោកគ្រូមូឈីងអីរបស់យើងនឹងឯងវាអត់ដឹងថានឹងមូឈីងអីទេទៅមកមូឈីងអីនេះក៏និយាយថាបើសិនជាឈូយេលីនឹងចោលសម្លាប់ខ្លួនឯងច្បាស់ណាសម្លាប់តាំងពីនៅក្នុងរុងគីគូមកម្លេះបន្ទាប់មកក៏គិតក្នុងចិត្តតើអាចទៅដែរតំបន់យកមានត្រូវបានកំណត់ជាមកហាមឃាត់ដោយសារតែគាត់អីចឹងណាទៅមកឈូយេលីហ្នឹងក៏គាត់និយាយថាអញយល់ហើយបើបានយើងមិនសម្លាប់ឯងកុំបំពេញការអត់ធ្មត់របស់យើងឲ្យសោះបន្ទាប់មកកូនស្រីយើងហ្នឹងក៏បាននិយាយថាខ្ញុំដឹងថាឯងនៅតែមានការសង្ស័យចំពោះខ្ញុំដូចជាណាខ្ញុំមកយូរម៉េងដើម្បីយកការហានសិងទៅឲ្យឯជូនឯងអីចឹងណាតើមកកុំប្រុសរបស់យើងនឹងបើថានិយាយhơiចិត្តក៏សោចហាគាត់ថាឯងគឺជាគ្រូរបស់ខ្ញុំគ្រាន់តែយកការមកឲ្យខ្ញុំឯងពិតជាល្ងងពេកហើយនិយាយអញ្ចឹងណាតើមកកូនស្រីយើងក៏បាននិយាយថាខ្ញុំមិនមែនចង់បញ្ជាជាមួយនឹងការផ្សេងទេខ្ញុំគ្រាន់តែមកដើម្បីសន្យា10ឆ្នាំមុនតែប៉ុណ្ណោះអីចឹងណាអីចឹងណាម៉ាអីចឹងណាកូនតើមកប្រូយេលីហ្នឹងក៏គាត់និយាយថាសន្យាមកឥឡូវនឹងវីដេអូយើងឈានដល់ទីបញ្ចប់ហើយជាទីបញ្ចប់អេដមីនចង់និយាយថាអេដមីនកំពុងតែរងចាំមើលរឿងឆ្លងភពខ្លាចទៅជាតួអាក្រក់ហើយបើសិនជាអេដមីនដែលសម្រាប់រឿងនឹងឃើញវីដេអូអេដមីនផុសហ្នឹងកុំភ្លេចសម្រាប់រឿងនឹងឆ្លងភពខ្លាចជាតួអាក្រក់តទៅផងព្រោះអេដមីនកំពុងតែរងចាំមើលភាគគាត់តអញ្ចឹងណា